stress ហ្នឹងវាអាចកើតពីបញ្ហាគ្រួសារវិបត្តិក្នុងគ្រួសារព្រាត់ប្រាសបងប្អូនស្លាប់ញាតិមិត្តឬក៏សម្ពាធពីការងារច្រើនពេកស្មុគស្មាញច្រើនពេកស៊ីខាតឬក៏ថាធ្លាក់បុណ្យធ្លាក់យោជាងគេស្ដីបន្ទោសច្រើនពេកហើយយើងទ្រលាប់គិតអត់ស្ដាប់ធ្នាប់ញ៉ៃញ៉ៃស្មុគស្មាញឆេវឆាវពេកអាចនាំឲ្យ stress ដែរហើយយើងមិនទម្លាប់បានអប់រំចិត្តពីមុនមកអញ្ចឹងមនុស្សម្នាក់ៗវាមាន stress នឹងកម្រិតផ្សេងៗគ្នាតាមរបៀបរបបនៃការរស់នៅហើយនិងរបៀបរបបនៃការគិតខុសៗគ្នាអញ្ចឹងមានបញ្ហាស្មុគស្មាញហ្នឹងយើងអាចមានវិធីសាស្ត្រខ្លះអាចជួយកាត់បន្ថយខ្លះឧទាហរណ៍ថាអ្នកខ្លះទៅហាត់ប្រាណក៏អាចជួយឲ្យកាត់បន្ថយ stress នឹងបានខ្លះនិយាយលេងជាមួយមិត្តភក្តិជិតស្និទ្ធទៅហើយអ្នកខ្លះទៀតទៅស្ដាប់ចម្រៀងអីចឹងទៅជាវិធីសាស្ត្ររបស់គេហើយដើរលេងកំសាន្តលំហែក៏អាចជួយដែរវាមិនសូវគិតច្រើនពេកសម្រាកសម្រានឲ្យបានអញ្ចឹងបានគេឲ្យប្រើថ្នាំអ្នកដែលមានបញ្ហា stress ច្រើនហ្នឹងប៉ុន្តែថ្នាំមិនអាចជួយបានទាំងស្រុងទេជួយបានខ្លះរបបអាហារក៏អាចជួយដែរហូបឲ្យល្មមហូបរបស់ណាដែលមានប្រយោជន៍ដល់សុខភាពកុំហូបសាច់ច្រើនពេកវានាំឲ្យមានបញ្ហាមូម៉ៅដែរអាចអានសៀវភៅល្អអានសៀវភៅអប់រំពីជីវិតមេរៀនជីវិតហ្នឹងឬក៏ជីវិតរបស់អ្នកប្រាជ្ញដែលគេបានឆ្លងកាត់ការលំបាកអីចឹងឬក៏មេរៀនជីវិតដែលអ្នកណាដែលធ្លាប់ជួបការលំបាកហើយគេអាចឆ្លងកាត់បានយើងអាចយកជាមេរៀនបានអានពីសៀវភៅអប់រំចិត្តហើយជួបជាមួយនឹងអ្នកប្រឹក្សាយោបល់ជាអ្នកមានពិសោធន៍ក្នុងការអប់រំចិត្តឬក៏ថាធ្វើចិត្តឲ្យបាននឹងណូហ្នឹងជាប្រសង់ក្តីជាគ្រូក្តីដែលមានបច្ចេកទេសការអប់រំផ្នែកចិត្តសាស្ត្រហ្នឹងបានច្រើនហើយមួយចំណុចទៀតដែលយើងអាចធ្វើបានដែរគឺការធ្វើសមាធិឬក៏ធ្វើចិត្តឲ្យស្ងប់ឲ្យនឹងណូហើយសមាធិហ្នឹងយើងកុំគិតថាតើយើងទៅអង្គុយពេនភ្នែនក្នុងកន្ទប់ម្នាក់ឯងទើបអាចធ្វើសមាធិបានពេលណាក៏យើងអាចធ្វើសមាធិបានដែរបើយើងមានពេលយើងអង្គុយធ្វើសមាធិសមាធិនេះនិយាយឲ្យស្រួលទៅគឺថាការតាំងចិត្តឲ្យនឹងឲ្យត្រង់អា stress ហ្នឹងដោយសារយើងគិតអញ្ញៃពេកយើងគិតតែប្រេះតែផ្ដាស់គិតនេះគិតនោះមិនប្រកបជាមួយណាហើយចឹងការធ្វើសមាធិគឺថាឲ្យយើងផ្ដោតទៅលើរឿងអីមួយគឺថាផ្ដោតទៅលើរឿងនឹងតែមួយឧទាហរណ៍ផ្ដោតពីដង្ហើមចេញដង្ហើមចូលគឺផ្ដោតទៅលើតែដង្ហើមចេញដង្ហើមចូលកុំឲ្យចិត្តយើងនឹងវាហោះហើរទៅលើរឿងអីផ្សេងៗទៀតហើយបើហោះហើរក៏ទាញមកត្រឹមតែដង្ហើមចេញដង្ហើមចូលឬក៏ថាបើយើងចម្រើនមេត្តាចិត្តហ្នឹងសូមឲ្យខ្ញុំបានសុខសូមឲ្យខ្ញុំរួចផុតពីទុក្ខហ្នឹងពាក្យហ្នឹងទៅវិលមកបើនិយាយពីចាក់ភ្លេងវិញវា loop វាទៅមកសូមឲ្យខ្ញុំបានសុខសូមឲ្យខ្ញុំរួចផុតពីទុក្ខហ្នឹងជាវិធីសាស្ត្រមួយដែរធ្វើចិត្តឲ្យនឹងឲ្យផ្ចង់ឲ្យ focus ឲ្យ concentrate ទៅលើតារឿងនឹងមួយទេប៉ុន្តែបើយើងមានពេលយើងធ្វើសមាធិចឹងទៅហើយជួបមួយគ្រូដែលមានការណែនាំអំពីរបៀបធ្វើហ្នឹងទៅហើយមួយទៀតការធ្វើការតាមដានចិត្តជាប្រចាំឧទាហរណ៍ថាយើងដេកដើរឈរអង្គុយនិយាយស្ដីហ្នឹងរៀបចំចិត្តគំនិតហ្នឹងថាបើគិតទៅរឿងផ្សេងរឿងណាដែលស្នល់សុខស្មាយហ្នឹងទាញចិត្តមកវិញទ្រលាប់ឲ្យស្មារតីហ្នឹងវាខ្លាំងជាងអាចិត្តដែលហោះហើរទៅហ្នឹងទ្រលាប់ទាញវាមកគិតរឿងណាដែលនាំឲ្យសុខចិត្តគិតដល់មនុស្សណាដែលនាំឲ្យរីករាយចិត្តហើយបើវារត់ទៅឆាប់ទាញវាមកវិញរត់ទៅចាប់ទាញមកវិញហើយទៅខ្សែគប់ជាមួយមនុស្សណាដែលមានចិត្តនឹងណូសូមឲ្យគេជួយឲ្យយោបល់ប្រឹក្សាយោបល់ជាមួយគេហើយអញ្ចឹងអាថ្នាំការពារជាប្រចាំថ្នាំនៅក្នុងបេះដូងរបស់យើងថ្នាំសតិបញ្ញាស្មារតីភាសាអង់គ្លេសហៅ mindfulness ហ្នឹងជាថ្នាំមួយសម្រាប់ព្យាបាលជំងឺ stress នឹងបានល្អមែនទែនសម្រាប់អ្នកវិទ្យាសាស្ត្រក៏គេrecommend គេឲ្យយោបល់ថាយើងទាំងអស់គ្នានឹងត្រូវចម្រើនសតិស្មារតីនឹងជារឿយក្នុងជីវិតរស់នៅជាប្រចាំថ្ងៃជាអ្នកណាក្តីធ្វើការរដ្ឋធ្វើការឯកជនជាអ្នកបួសជាកុហកក្តីគឺថាមានសតិស្មារតីនឹងជាប្រចាំតាមដានសកម្មភាពដូចថាកុំឲ្យភ្លេចខ្លួនណាកុំឲ្យចិត្តគិតតែប្រេះតែបាស់លវីគិតអានេះបន្តិចអានោះបន្តិចចឹងចេះតែអញ្ចឹងវាអស់កម្លាំងដូចស្វាអញ្ចឹងចិត្តយើងនឹងវាដូចស្វាវាហក់ទៅនេះតិចហក់ទៅនោះតិចហើយចិត្តរបស់យើងនឹងកាលណាគិតច្រើនពេកវាអស់កម្លាំងឧទាហរណ៍យើង
យើងរត់ខ្លាំងពេកអញ្ចឹងទៅវាអស់កម្លាំងចិត្តរបស់យើងហ្នឹងក៏អញ្ចឹងដែរតែហក់លួតពេកទៅយើងអស់កម្លាំងធ្វើអីមិនកើតស្តាក់នៅនឹងវាថាវាអត់ចង់វាអស់កម្លាំងលេងតែអញ្ចឹងចាំតលថាមានស្មារតីមួយតាមដានចិត្តហ្នឹងថាគិតរឿងណាហើយប្រកាសជារឿងនឹងមួយហើយរឿងណាដែលគិតទៅវាសប្បាយវារីករាយទម្លាប់គិតរឿងហ្នឹងទម្លាប់នឹកដល់បុគ្គលហ្នឹងកុំសូវនឹកដល់រឿងណាស្មុគស្មាញពិបាកធ្វើឲ្យយើងក្តៅក្រហាយរឿងដែលកន្លងផុតទៅហើយហ្នឹងកុំសូវរំលឹកវារឿងដែលវាកន្លងទៅហើយនាំឲ្យក្តៅក្រហាយហ្នឹងកុំសូវរំលឹកទេហើយក៏កុំសូវស្មុគស្មាញគឺបារម្ភឬក៏បារម្ភពេករឿងអ្វីដែលមិនទាន់មកដល់ហ្នឹងអាហ្នឹងទើបអាចជួយយើងនឹងឲ្យរក្សាស្មារតីនឹងនៅទៅបានជួយកាត់បន្ថយ stress បានខ្លះប៉ុន្តែសំខាន់គឺថាជាប្រចាំហ្នឹងគឺអត់មានអ្នកណាជួយយើងក្រៅពីការតាំងចិត្តការចម្រើនសតិស្មារតីជាប្រចាំហ្នឹងឯងអាចជួយយើងរៀងរហូតទៅអ្នកដទៃអាចឲ្យយោបល់ខ្លះប៉ុន្តែមានតែយើងឯងអាចរក្សាចិត្តហ្នឹងដោយមានសតិស្មារតីហ្នឹងជាអ្នកទាញចិត្តនឹងវាហោះហើរវាញ៉ៃញ៉ៃវាគិតទៅប្រេះខ្លះគិតស្អប់នេះគិតរឿងនេះញ៉ៃញ៉ៃពេកទាញវាមកគិតរឿងណាដែលមានប្រយោជន៍រឿងណាដែលល្អតែវាយើងដាក់គំនុះផ្លូវកុំឲ្យឆ្លងកាត់ចឹងណាសតិនឹងដាក់គំនុះចិត្តនឹងកុំឲ្យវាបើកទៅឆ្វេងដៃគេខ្លាចបុកគេខ្លាចមានគ្រោះថ្នាក់ចឹងយ៉ាងណាសតិនឹងវាទាញចិត្តនឹងឲ្យនៅក្នុងរឿងណាដែលនាំឲ្យមានប្រយោជន៍នាំឲ្យរីករាយតាមផ្លូវចិត្តហ្នឹងជាវិធីសាស្ត្រអាចកាត់បន្ថយ stress បានច្រើនអរគុណច្រើន